វរៈកងទ័ពដែលត្រូវស្រីនុញជេរប្រមាណបានចេញលាតត្រដាងដើមហេតុពិនក្រោយឃើញការបកស្រាយរបស់ស្រីនុញមានចំណុចមិនត្រឹមត្រូវថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook ច្បាស់ជាបានជ្រាបមកហើយពីករណីរបស់ម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ដែលបានប្រើពាក្យសម្ដីជេរប្រមាថធ្ងន់ធ្ងរដល់វរៈកងទ័ពម្នាក់ដែលកំពុងឈរជើងការពារមាតុភូមិនៅទិសប្រាសាទតាមាន់ជុំវិញរឿងទិញទូរស័ព្ទប្រើមិនកើននិងបដូរយកលុយវិញពីបាក់ដូចអូសឫស្សីបញ្ច្រាស់ចុងក្នុងនោះដែរក្រោយបែកធ្លាយរឿងជេរប្រមាថខ្លាំងដល់វរៈកងទ័ពនោះស្ត្រីដែលជាម្ចាស់ហាងលក់ទូរស័ព្ទនោះក៏បានត្រូវស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួននៅព្រឹកថ្ងៃទី13ខែសីហាដើម្បីចាត់ការបន្តតាមនីតិវិធីហើយដោយឡែកស្របពេលនឹងករណីខាងលើបានកើតឡើងក៏មានការបែកធ្លាយរឿងជេរប្រមាថវរៈកងទ័ពមួយផ្សេងទៀតដែលត្រូវបានជេរប្រមាថពីគណនី Facebook មួយមានឈ្មោះថាស្រីនុញដែលកើតចេញពីមូលហេតុពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់វរៈកងទ័ពពលីនិងក្រុមគ្រួសារយ៉ាងណាមិញក្រោយសារបែកធ្លាយហើយនោះម្ចាស់គណនី Facebook ឈ្មោះស្រីនុញក៏បានចេញមកបកស្រាយជាមួយដើមចងដំបូងដែលនាំឲ្យឈានដល់ការជេរប្រមាថជាមួយគ្នានោះដែរម្ចាស់គណនី Facebook ឈ្មោះស្រីនុញក៏បានលើកឡើងថាសារសម្លេងនោះបានកើតឡើងរយៈពេលប្រមាណជាមួយឆ្នាំមកហើយពោលគឺតាំងពីចុងឆ្នាំ2025បន្ទាប់ពីសង្គ្រាមថៃឈ្លានពានកម្ពុជាក្រោយម្ចាស់គណនី Facebook ឈ្មោះស្រីនុញបានចេញមកបកស្រាយហើយនោះមិនបានប៉ុន្មានវរៈកងទ័ពដែលត្រូវបានម្ចាស់គណនី Facebook ឈ្មោះស្រីនុញជេរប្រមាថក៏បានចេញមកបញ្ជាក់និងឆ្លើយតបនឹងការបកស្រាយរបស់នាងដោយលើកឡើងថាមានចំណុចខ្លះមិនត្រឹមត្រូវតាមរយៈការបកស្រាយរបស់វរៈកងទ័ពដែលត្រូវបានគណនី Facebook ឈ្មោះស្រីនុញជេរប្រមាថនោះបានឲ្យដឹងថាគណនី Facebook ស្រីនុញគឺជាប្អូនស្រីរបស់ប្រពន្ធក្រោយហើយត្រូវជាប្អូនថ្លៃរបស់វរៈកងទ័ពពលីមួយរូបដែលត្រូវជាឪពុកធររបស់លោកក្នុងនោះមុនឪពុកធរពលីបានផ្ដាំផ្ញើឲ្យលោកយកម៉ូតូទៅជូនក្រុមគ្រួសារហើយពេលនោះលោកក៏បានតាក់ទងនិងបានផ្ញើម៉ូតូនោះទៅកាន់ផ្ទះគ្រួសារដែលកំពុងធ្វើបុណ្យសពនៅឯស្រុកកំណើតយ៉ាងណាមិញក្រោយផ្ញើម៉ូតូទៅផ្ទះដែលរៀបចំពិធីបុណ្យសពវរៈកងទ័ពពលីដែលជាឪពុកធរស្រាប់តែគណនី Facebook ខាងលើដែលមានបងស្រីជាភរិយាក្រោយរបស់លោកឪពុកធរបានជេរប្រចោលលោកតាមរយៈឆានក្នុង Facebook ជាច្រើនព្រោះតែលោកបានផ្ញើម៉ូតូទៅផ្ទះរៀបចំបុណ្យសពជាផ្ទះប្រពន្ធដើមមិនមែនជាផ្ទះរបស់បងស្រីខ្លួនដែលជាប្រពន្ធក្រោយបន្ថែមពីនោះឆាតដែលនារីរូបនោះបានជេរវរៈកងទ័ពជាច្រើនត្រូវបានលុំដូច្នេះលោកបានថតរក្សាទុកបានតិចតួចបំផុត